ណាមុននៅក្នុងស៊េរីឈាមសហគ្រិនចំនួនថ្មីយើងទាំងអស់គ្នាបានដឹងពីប្រវត្តិតស៊ូរបស់គ្រូសាមុកដេតដែលចាប់ផ្ដើមពីជ្រូកត្រឹមតែ5ក្បាលក៏ដូចជាការលះបង់របស់ប៉ាម៉ាក់គាត់ដើម្បីរក្សាមុខរបរនេះឲ្យនៅតែគង់វង្សក៏ប៉ុន្តែសំណួរដែលគ្រប់គ្នាឆ្ងល់បំផុតនោះគឺតើការបន្តវេននេះជាក្តីស្រមៃរបស់មុកដេតតាំងតែពីតូចឬក៏ជាការសម្រេចចិត្តទាំងបង្ខំមកសាប់ចម្លើយផុតពីមុកដេតទាំងអស់គ្នាតោះឥឡូវមុនយើងចូលទៅខាងក្នុងកសិដ្ឋានយើងត្រូវតែមកកន្លែងនេះសម្រាប់ឲ្យបានយ៉ាងតិចណាស់ក៏2យប់ដែរមុនយើងចូលក្នុងកសិដ្ឋានតោះបន្ទាប់ពីចាក់ទៅសាក់សម្រាប់2ថ្ងៃនេះយើងអាចចូលទៅក្នុងកសិដ្ឋានបានហើយបងលើកថាបងជានិស្សិតច្បាប់ចូលមិនពេលហ្នឹងបងអត់ទៅសិក្សាជំនាញដែលពាក់ព័ន្ធជាមួយអាជីវកម្មគ្រួសារបងហើយបែរជាទៅរៀនច្បាប់វិញអញ្ចឹងបងអូចេះដោយសារវាមានហេតុផល2ទី1មកពីយើងខ្លួនឯងការរៀនចប់ដំបូងហ្នឹងគឺអត់ដឹងថាស្រឡាញ់អីដែរមែនតើទៅនៅក្មេងណាហើយមួយទៀតគឺការជំរុញពីឪពុកម្ដាយតែម្ដងដោយសារគាត់ចង់ឲ្យយើងធ្វើការមន្ត្រីរាជការធ្វើការធំអីចឹងទៅគាត់ចង់ឲ្យមករកស៊ីធ្វើកសិកម្មធ្វើអីទេហត់ណាស់គាត់មានអារម្មណ៍ថាគាត់ហត់ពីមុនណាតែអញ្ចឹងគាត់អត់ចង់ឲ្យយើងធ្វើតាមទេបងទៅពេលណាដែរបងសម្រាប់ចិត្តថាបន្តវេនអាជីវកម្មពីពួកគាត់ហ៎បងពេលដែលបងរៀនបាន2-3ឆ្នាំបងមើលថាខ្លួនឯងមិនស័ក្តិសមនឹងធ្វើការមន្ត្រីរាជការទេបងក៏សម្រេចចិត្តស្រឡាញ់ការរកស៊ីតែម្ដងនៅពេលដែលបងស្រឡាញ់ការរកស៊ីបងនឹកឃើញថាមុខរបរប៉ាម៉ាក់ហ្នឹងគឺមុខរបរដែលមានសក្តានុពលហើយស្រេចហើយណាមួយអ្វីដែលគាត់កំកសាង20ឆ្នាំជាងហើយយើងអត់ចង់ឲ្យអាញើសឈាមរបស់គាត់ហ្នឹងវាទៅបាត់ណាវាចោលទៅទេអញ្ចឹងយើងជាកូនគួរណាត្រូវបន្តអាជីវកម្មរបស់គាត់ហើយនឹងជួយអភិវឌ្ឍឲ្យកាន់តែល្អចាំមកនៅពេលហ្នឹងម៉ាក់ប៉ាបងគាត់មានប្រតិកម្មបែបណាដែរនៅពេលដែលគាត់ដឹងថាបងសម្រាប់ចិត្តបន្តវេនពីពួកគាត់ពេលដែលគាត់ដឹងគាត់សប្បាយចិត្តពីព្រោះដំបូងគាត់សឹងតែបោះបង់មុខរបរនឹងចោលដែរណាពីព្រោះបងប្អូនបងមានតែ2នាក់ហើយតែ2នាក់គឺអត់ចង់ធ្វើកសិកម្មដូចគ្នាពីតូចបងចាំថាការពីតូចគាត់នាំយើងមកក្រុងជ្រូកមកអីហ្នឹងគឺបងមិនដែលចង់មកទេមិនចូលចិត្តមកហ្មងព្រោះវាស្អុយវាហត់វាក្តៅអីចឹងណាដល់អញ្ចឹងគាត់គិតថាប្រហែលជាកូនបន្តឯងគាត់សឹងអស់សង្ឃឹមសឹងបោះចោលម្ដងតែដោយសារក្រោយមកគាត់ដឹងថាអូខេបងសម្រេចចិត្តថាបន្តវេនអភិវឌ្ឍមុខរបរមួយហ្នឹងគឺគាត់សប្បាយចិត្តមែនទែនហើយគ្រប់គ្រងមែនទែនជួយវេចផ្លូវឲ្យយើងដើរទៅកាន់តែស្រួលបងដែរស្ដាយក្រោយអត់នៅពេលដែលបងសម្រេចចិត្តបន្តវេនអាជីវកម្មតែផ្ទុយឆ្លាស់ពីជំនាញដែលបងបានរៀនអញ្ចឹងបងមិនដែលមានអារម្មណ៍ថាស្ដាយក្រោយសូម្បីតែ1វិនាទីឬក៏តែម្ដងពីព្រោះបងគិតថានេះជាចំណុចមួយដ៏ល្អសម្រាប់យើងក្នុងការជួយអភិវឌ្ឍមុខរបរដែលយើងមានស្រាប់នេះឲ្យវាទៅកាន់តែល្អសិស្សផ្នែកគំនិតជាអ្នករៀនច្បាប់នេះគាត់ធ្វើជាឧបសគ្គរៀបរៀងភាពក្លាហានរបស់បងក្នុងការសម្រេចចិត្តធំណាមួយអត់មុនព្រោះពីតែច្បាប់វាយុត្តិធម៌អញ្ចឹងគឺដឹងពីគោលការណ៍ប្រុងប្រយ័ត្នច្រើនមែនទែនហើយបើអ្នករកស៊ីគឺគេនិយាយពីការ take risk គេនិយាយពីការបន្ថយបន្ថានដើម្បីចាប់យកឱកាសអញ្ចឹងពីរអ្នកហ្នឹងរៀងខុសគ្នាបន្តិចប៉ុន្តែបើថាយើងចេះប្រើដូចបងអញ្ចឹងបងរៀនច្បាប់មែនបើតែនិស័យបងឈាមបងជាអ្នករកស៊ីហើយអញ្ចឹងវាអត់អីទេវាមានតែល្អវិញនៅពេលដែលយើងយល់ដឹងពីសង្គមយល់ដឹងពីច្បាប់កាន់តែច្រើនការរកស៊ីរបស់យើងគឺកាន់តែត្រឹមត្រូវហើយកាន់តែគេហៅថាបន្ថយដោយច្បាស់លាស់អញ្ចឹងការរៀនច្បាប់ហ្នឹងការពិតវាល្អអីទេទោះជាមិនត្រូវជំនាញបងឥឡូវមែនតែវាជួយបងច្រើនមែនតើក្នុងការឲ្យយល់ពីការងាររកស៊ីឲ្យត្រឹមត្រូវតាមច្បាប់ប្រកាសថាបងការដែលបងរៀនច្បាប់អត់បានបង្រៀនបងពីការចិញ្ចឹមជ្រូកទេចុះបងនៅចងចាំទស្សនវិជ្ជាពិតដែលបងចូលមកគ្រប់គ្រងកសិកម្មដំបូងបងហើយពេលហ្នឹងវាខុសពីអ្វីដែលបងធ្លាប់សម័យពុកកំណត់ណាដែរអូការដំបូងឃើញប៉ាម៉ាក់ចិញ្ចឹមគឺ1 2 3អេចឹងមកទៅជុំចេញពីឡែងចាត់ទៅសាក់យើងទៅហត់ដែរជាប់បាត់អស់ហើយបងអស់ហើយតោះចាប់តោះចូលទៅក៏តែ2រ៉ូលទេណា